ព្រះហើយមិនក៏កូនស្រីមួយសមួយទៀតខ្មៅម្ល៉េះនាងតូចជួយបេះយកដង្កូវចេញពីរឹសខ្ញុំបានទេខ្ញុំឈឺខ្លាំងណាស់អ្នកនាងពិតជាបដូរពណ៌ស្បែកបានលឿនមែនទែនព្រះបត្រាព្រោះខ្ញុំម្ចាស់យកមាសប្រាក់ដែលទ្រង់ប្រទានទៅទិញក្រែមម្សៅល្អៗមកតុបតែងកាយនឹងណាព្រះពើប៉ុន្តែព្រះអង្គស្បែកស្អាតសម្រស់បានទើបស័ក្តិសមនឹងព្រះបត្រានោះអីនេះជាកិត្តិយសទូលបង្គំណាស់ដែលបានព្រះអង្គសពតិក្រាបទូលសេនាចាប់ពួកគេទៅប្រហារជីវិតភ្លាមរឿងស្រីសនិងស្រីម៉ៅកាលពីព្រេងនេះមានបរិសម្នាក់មានទ្រព្យច្រើនណាស់ពេលនេះគាត់ក៏ចាស់ណាស់ហើយនិងមានកូនប្រុសពូកែ2នាក់ផងដែរនៅផ្ទះលោកសេដ្ឋីវិស័យកូនសុវណ្ណអញ្ចឹងប្រពន្ធឯងចិត្តគ្រប់ខែហើយមែនទេបាទមែនហើយពងខ្ញុំគិតថាប្រហែលជាស្អែកកាន់ស្អែកនេះសម្រាលហើយមើលទៅពងបើអញ្ចឹងប្រសើរណាស់ពងក៏ឆាប់បានចៅយកមកបលែងលេងដែរបាទពងកូនក៏សប្បាយចិត្តដែរមិនយូរទេផ្ទះយើងនឹងមានក្មេងៗរត់លេងពេញផ្ទះប្រកាសណាស់ចុះរដ្ឋាគេមកពីជួញដូរពេលណាដែរកូនមានដឹងទេដូចជាចិត្តដល់ថ្ងៃហើយមែនទេកូនកូនក៏មិនច្បាស់ដែរពងសង្ស័យតែគេមានប្រពន្ធរស់នៅស្រុកផ្សេងមកវិញទេមើលទៅនោះបើគិតទៅរដ្ឋាគេទៅជួញដូរដូចជាយូរដែរហើយបើមិនមកគួរតែផ្ញើសម្បត្តិឲ្យគេមកផ្ទះវិញល្អជាងណាសវណ្ណបានពងកូននឹងផ្ញើសម្បត្តិឲ្យគេមកវិញឆាប់នេះហើយល្អហើយអញ្ចឹងពុកទៅសម្រាកសិនណាកូនសុវណ្ណគឺជាកូនប្រុសបង្កើតចំណែករដ្ឋាជាកូនចិញ្ចឹមហេតុនេះគាត់មិនពេញចិត្តទេអ្វីគាត់មិនចង់ឲ្យរដ្ឋាទទួលបានសូម្បីតែមួយសេនក៏ដោយសុខភាពពុកចុះខ្សោយរស់កុំបានយូរសុកក៏ចង់ឲ្យហៅវាមកវិញពុកមុខจะចង់ចែកទ្រព្យអានោះមិនខានទេគួរឲ្យក្តៅកាហាយណាស់ថ្ងៃនោះសវណ្ណមិនបានផ្ញើសម្បត្តិទៅរដ្ឋាទេហើយលោកសេដ្ឋីវិស័យវិញក៏មិនបានចាប់អារម្មណ៍ដែរព្រោះតែនៅក្នុងផ្ទះកំពុងតែជួបរឿងរីករាយមួយបងខ្ញុំឈឺពោះណាស់ខ្ញុំចិត្តសម្រាលហើយឈឺណាស់ឈឺខ្លាំងណាស់នេះអូនឯងចិត្តកាត់ហើយមែនទេបងរំភើបណាស់ទ្រាំសិនណាអូនអ្នកបំរើឆាប់ទៅហៅយាយមកភ្លាមមកថ្ងៃនោះដែរគ្រប់គ្នារីករាយនឹងវត្តមានសមាជិកថ្មីណាស់តែពេលនោះសវណ្ណហាក់មានការខកចិត្តរឿងមួយព្រះហើយមិនក៏កូនស្រីមួយសមួយទៀតខ្មៅម្ល៉េះបានកូនភ្លោះមែនទេបើអញ្ចឹងល្អណាស់តែកូនមួយនោះខ្មៅយ៉ាងនេះសង្ស័យតែកូនបិសាចហើយបងលោកពុកវាខ្មៅណាស់កុំនិយាយផ្ដេសផ្ដាសវាជាកូនពួកឯងណាហើយមិនក៏រើសអើងក្មេងបែបនេះទៅវិញនោះជួនគ្នានោះដែរសេដ្ឋីក៏ដល់ពេលលាចាកលោកទៅធ្វើឲ្យសុវណ្ណកាន់តែខឹងថាក្មេងខ្មៅនោះជាក្មេងចង្រៃលោកប្រុសមានរឿងធំណាស់គោ500ក្បាលនៅចំការបានងាប់អស់ទៅហើយទៀតវានេះចំជាចង្រៃមែនកើតមកមិនបានប្រមាណផងពុកកលាចាកលោកគោ500ក្បាលក៏ងាប់អស់ទៀតយកវាទៅបោះចោលទៅបងខ្ញុំមិនទទួលស្គាល់វាទេមុននេះខ្ញុំដូចជាកើតបានតែមួយតាវាមិនមែនជាកូនរបស់ពួកយើងទេអាចយយកក្មេងនោះទៅបោះចោលទៅបាទលោកប្រុសឪពុកម្ដាយមិនទទួលស្គាល់ព្រោះគិតថាក្មេងនាំរឿងហេតុនេះក្មេងកំសត់ក៏ត្រូវបានគេបោះបង់ចោលនៅក្នុងព្រៃមួយតែសំឡេងក្មេងមកពីណាអញ្ចេះវាមុខជាឃ្លានស្លាប់ហើយខ្ញុំទៅរកមើលសិនរដ្ឋាមិនបន្តទៅមុខទេគាត់ឈប់សិននិងក្រឡេករកមើលតាមសំឡេងនេះស្រាប់ពេលដែលគាត់ឈប់នោះដើមឈើក៏បានរលំចំពោះមុខគាត់ដូចគ្នា
ព្រះហើយបើខ្ញុំដើរទៅមុខទៀតដើមឈើនោះមុខជាបាក់សង្កត់លើខ្ញុំជាមិនខានតើក្មេងតូចនោះបានជួយខ្ញុំមែនទេ រដ្ឋាបានងាកឆ្វេងបន្តិចក៏បានឃើញមានក្មេងតូចម្នាក់កំពុងតែយំដោយការដឹងគុណនិងក្តីមេត្តានោះគាត់ក៏បានយកក្មេងនោះទៅផ្ទះរបស់សេដ្ឋីវិស័យតែម្ដងនៅផ្ទះសេដ្ឋីវិស័យក ុំយំអីណាក្មេងតូចក្មេងឆ្លាតដឹងទេចាំខ្ញុំជួយចិញ្ចឹមអញឲ្យបានល្អមើលទៅស្បែកអញចុះស្អាតណាស់ ឃើញបែបនោះហើយសុវណ្ណខឹងណាស់គាត់ដើរមកនិងបាននិយាយថា ណែអរដ្ឋាមិនក៏អញបីក្មេងនោះមកវាជាក្មេងដែលយើងបោះចោលទេណាវាជាក្មេងចង្រៃណាស់បងប្រុសនិយាយថាបោះចោលមែនទេតែនាងតូចនេះជាមនុស្សមិនមែនជាសម្រាមទេណាបងតែវាមិនល្អនាងខ្មៅនេះកើតភ្លាមពុកក៏ស្លាប់ភ្លាមគោរាប់រយក្បាលក៏ងាប់ទៀតដូច្នេះយើងមិនអាចទុកវាបានទេថាម៉េចពុកស្លាប់ហើយមែនទេពុកអើយពងខ្ញុំមិនទាន់បានសងគុណពុកនៅឡើយទេបែបនេះហើយអញនៅតែបីនាងខ្មៅនេះមកទៀតយកវាទៅបោះចោលទៅយើងមិនទទួលស្គាល់វាទេអញ្ចឹងបានសេចក្តីថានាងតូចនេះជាកូនបងមែនទេមែនហើយតែយើងមិនយកទេមុននេះយើងមានកូនស្រីភ្លោះម្យ៉ាងយើងមានម្នាក់ល្អណាស់ទៅហើយកូនភ្លោះមែនទេតែមិនក៏កូនដែលសម្បល់ខ្មៅបងថានាំគ្រោះចំណែកនាងតូចសម្បល់សបែរជាមិននាំគ្រោះបែបនេះវាអយុត្តិធម៌ណាស់យើងមិនចង់និយាយច្រើនទេបើឯងចង់ជួយវាយើងនឹងដេញឯងចេញដូចគ្នាទៅនៅដីម្ដុំរបស់ឯងនោះចុះបានពុកលាចាកលោកទៅហើយខ្ញុំក៏មិនធ្វើឲ្យបងទើសទាល់ទៀតដែរឆាប់ទៅម៉ាសេនមកកាក់ក៏យើងមិនចែកឲ្យអាកូនចិញ្ចឹមគ្មានបានការដូចជាឯងនេះដែរកុំភ័យអីម៉ាសេនក៏ខ្ញុំមិនយកពីបងដែរសូមឲ្យបងមានបានបន្តផងទៅចុះរដ្ឋាបានបីនាងតូចទៅរស់នៅលើដីតូចមួយនៅជាប់ចំការដែលគាត់បានទិញនិងបានមើលថែស្រីម៉ៅរហូតដល់នាងមានអាយុ10ឆ្នាំនៅក្នុងចំការពុកកូនចង់ចូលទៅលេងទីនោះណាទីនោះមែនទេតែម៉ែមិនចង់ទៅទេម៉ែស្អប់ទីនោះណាមិនអីទេម៉ែវាទៅផ្ទះមុនចុះខ្ញុំធ្វើតាមកូនសិនកូនចង់ទៅណាស់មែនទេបានពុកនាំឯងទៅចុះសុវណ្ណបាននាំកូនស្រីទៅលេងចិត្តចំការរបស់រដ្ឋាពួកគេរីករាយណាស់ហើយមួយសន្ទុះសុវណ្ណក៏សម្រាកបន្តិចចំណែកស្រីសក៏បានជួបនឹងស្រីម៉ៅតែម្ដងព្រះអើយតើនេះជាអ្វីឲ្យប្រកាសនឹងអីក៏ខ្មៅម្ល៉េះខ្ញុំជាមនុស្សទេនាងជាអ្នកណាបានជាមិនស្គាល់មនុស្សបែបនេះនិយាយស្អីហ្នឹងមកពីនាងអាក្រក់ពេកនឹងណានេះមិនយល់អំពីភាសាគេមើងងាយទេមែនទេអញមកទៅដូចជាកូនអ្នកមានណាតែចរិយាអញវិញមិនល្អទេណាហើយចាស់បានជាមកហើយលេងបលប់បលោជាមួយគ្នាទេល្អទេឯងអាក្រក់ណាស់ខ្ញុំមិនលេងជាមួយឯងទេចេញទៅខ្ញុំរស់នៅម្ដុំនេះឲ្យខ្ញុំទៅណាទេតែអញទេដែលខ្ញុំមិនដែលឃើញនោះឯងវង្វេងមែនទេផ្ទះឯងនៅណាទេចាំខ្ញុំជូនឯងទៅវិញកុំមកកាន់ដៃខ្ញុំហើយព្រះអើយពុកជួយខ្ញុំផងទៅជួយផងបិសាចចង់សម្លាប់កូនហើយពុកជួយកូនផងទៅពុកកូនចិត្តស្លាប់ហើយឯណាបិសាចនោះអូគឺជាក្មេងខ្មៅទេហ៎ណានាងខ្មៅហើយមិនបានចង់សម្លាប់កូនយើងបែបនេះនាងក៏ហត់ទេខ្ញុំមិនបានសម្លាប់ឯណានាងនៅក្មេងសោះនិយាយកុហកប្រយ័ត្នបាបណាកូនយើងស្អាតល្អនាងមិនចេះកុហកទេនាងឯងមុខអាក្រក់ចរិតមុខជាមិនល្អទេឯណារំពាត់វត្តនាងខ្មៅនេះម្ដងទៅមើលបើអ្នកណាហ៊ានវាយកូនខ្ញុំមិនទុកមុខឲ្យទេអូហូយ៉ាងម៉េចស្រឡាញ់កូនណាស់ហីហ៎អាក្ររហាមមែនហើយនាងជាកៅភ្នែកខ្ញុំនាងជាគ្រប់យ៉ាងមិនមែនដូចជាបងទេកូនខ្លួនបង្កើតសោះបែរជាបោះបង់ទៅវិញបងមិនស្មើនឹងសត្វដេរិឆានផងឯងជេរយើងមែនទេមែនហើយព្រោះបងជាមនុស្សបែបនេះឆាយើងប្រាប់ឯងណា
កូនស្រីពួកយើងកើតភ្លាមក៏នាំលៀបមកសន្ធឹកសន្ធាប់ចំណែកឯងវិញក្មេងនេះនឹងកាច់វាសនាឯងគ្មានថ្ងៃឡើងខ្ពស់បានទេកាច់ឬមិនកាច់មិនសំខាន់ទេដែលសំខាន់ធ្វើជាឪពុកដ៏ល្អម្នាក់តើបងធ្វើបានទេឯងស្រីសកូនយើងជាមេឃចំណែកនាងខ្មៅជាដីចាំទុកផងទៅញ៉ាទុកសិនចុះកូនស្រីយើងទៅវិញកុំនៅចិត្តអ្នកក្រអីថាមិនត្រូវអាចឆ្លងកថាបានដែរ ចាពុកពួកយើងទៅវិញទៅទីនេះស្អុយណាស់ហើយគួរឲ្យខ្លាចទៀតសុវណ្ណមើងងាយតែឌីលហើយក៏បានចាក់ចេញទៅដោយមិនគិតអាណិតស្រីម៉ៅឡើយចំណែកស្រីម៉ៅក៏បានពោលសួររដ្ឋាថាពុកតែគាត់ជាឪពុកកូនមែនទេ នេះកូននិយាយអីហ្នឹងពុកគឺនៅទីនេះហើយអំប្រុសមិននឹងអាចជាឪពុកកូនបានទៅ គាត់ជាអំប្រុសខ្ញុំមែនទេតែពុកកូនមើលដឹងថាគាត់ជាឪពុកខ្ញុំច្បាស់ណាស់ចំណែកពុកមិនមែននោះទេ នេះកូនមានញាណពិសេសមែនទេ កូនក៏មិនដឹងដែរតែពុកកុំបារម្ភអីកូនគឺជាកូនរបស់ពុកចំណែកអំប្រុសគឺជាអំប្រុសហើយខ្ញុំស្រឡាញ់ពុកនិងម៉ែជាងគេក្នុងលោកនេះ បែបនេះទើបត្រូវណាកូនស្រីពុងពុកម៉ែក៏ស្រឡាញ់កូនជាងគេដែរ ពុកតើពុកនិងម៉ែគ្មានប្រាក់ពិបាកណាស់មែនទេ គ្មានប្រាក់ពុកនិងម៉ែមិនអីទេតែបើកូនមិនស្រឡាញ់ពុកម៉ែចិត្តពុកម៉ែពិបាកជាងអត់មានប្រាក់ទៅទៀតណាដឹងទេ ចាពុកតែពុកអំប្រុសចំអកពុកណាស់បើបែបនោះមានប្រាក់អាចឲ្យមនុស្សមើងងាយគ្នាបានមែនទេពុក រឿងនេះគឺអាស្រ័យទៅលើមនុស្សទេកូនតែកូនត្រូវចាំណាកុំឲ្យមាសប្រាក់មកបំផ្លាញកូនឲ្យសោះធ្វើមនុស្សត្រូវចេះស្មោះត្រង់និងចិត្តល្អផងដែរ ចាពុក គឺវត្តមានកូនសំខាន់ជាងអ្វីទាំងអស់មាសប្រាក់មិនអាចដូរបានទេដឹងទេ ចាពុក ម្ដាយកូនប្រហែលជាមកពីផ្សារហើយតោះពួកយើងទៅនាងតូចជួយខ្ញុំផងបានទេខ្ញុំឈឺណាស់ ចាចាំខ្ញុំពិនិត្យឲ្យចា កូននិយាយជាមួយពុកមែនទេ ចាគឺកូនចង់និយាយថាពុកទៅមុនបានទេកូនចង់លេងជាមួយដើមឈើសិនណាពុកទៅចារដ្ឋាក៏បានទៅផ្ទះវិញ